សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាចូលប្លុកភាគ2ហើយយើងក៏បានចាញ់ពីដងទេយើងបន្តដំណើរទៅរកកន្លែងសម្រាប់ចេញបន្តិចមកយើងក៏បានមកដល់កន្លែងសម្រាប់ហើយមានអាងទឹកសម្រាប់លេងខ្ញុំក៏បានលេងដែរបន្ទាប់ពីការញ៉ាំអីពេលល្ងាចហើយខ្ញុំក៏បានទៅដើរលេងនៅក្នុងកប៉ាត់ពេលយប់ខេត្តកប៉ាត់ពេលយប់ខ្ញុំបានដើរលើស្ពាននៅខេត្តកប៉ាត់ទេសភាពពេលយប់ស្អាតមែនតើការមើលឃើញភ្លើងពណ៌ពេលយប់ចាំងនឹងទឹកស្អាតហើយយើងក៏ដើរទៅមុខទៀតដើម្បីទៅដល់កន្លែងសេះសមុទ្រដើមឈើពេលស្អាតមែនតើពេលតែគេរុំជាមួយនឹងភ្លើងមើលខ្ញុំដើរទៅបន្តទៀតហើយស្ពានមានភ្លើងពណ៌ស្អាតមែនអីទេតាមដងផ្លូវស្បូរទៅដោយទេសភាពស្អាតនៅពេលយប់ខ្ញុំបានដើរយឺតៗដើម្បីមើលទេសភាពពេលយប់ដ៏ស្រស់ស្អាតឃើញវាកៅថាខ្ញុំបានមកដល់សេះសមុទ្រហើយខេត្តកំពតសូមស្វាគមន៍មើលច្បាស់ទេហើយពួកយើងក៏បានត្រឡប់ទៅវិញដោយការជិះឡានបន្ទាប់ពីបានសម្រាប់មកយប់មកពួកយើងក៏បានចេញដំណើរទៅភ្នំបូកគោឬឋានសួគ៌បូកគោពួកយើងក៏បានឈប់ទិញទីអាំងមួយបន្ទាប់ពីការទិញទីអាំងរួចហើយយើងក៏បានបន្តទៅមុខទៀតដើម្បីឲ្យឆាប់ដល់ធ្វើដំណើរបន្តិចមកក៏មកដល់កន្លែងទៅឋានសួគ៌បូកគោតែម្ដងចាំបាត់បាននេះហើយលោកឯងទេហើយទីបំផុតយើងក៏បានមកដល់ឋានសួគ៌បូកគោដែលមានការចុះអាប់ស្អាតមែនទែនហើយយើងក៏បានបន្តទៅឡើងដល់កំពូលភ្នំតែម្ដងតាមផ្កាដ៏ស្រស់ស្អាតហើយពួកខ្ញុំក៏បានថតរូបលេងអញ្ចឹងហើយក៏បន្តទៅមុខដើម្បីញ៉ាំបាយខ្ញុំមើលខ្ញុំតិចណាហើយចាំយកទៅកាត់ប្លុកទៅបន្ទាប់ពីបានញ៉ាំបាយរួចហើយយើងក៏បន្តទៅដើរលេងនៅខាងមុខទៀតកន្លែងនេះពិតជាស្រស់ស្អាតខ្លាំងមែនទែនតែដែលយើងអត់មានអីធ្វើយើងក៏ថតតែរូបហ្នឹងឯងហើយយើងក៏បានចុះមកវិញបន្ទាប់ពីជិះបានបន្តិចមកក៏មកដល់កន្លែងជិះម៉ៅហើយពួកខ្ញុំក៏បានឡើងទៅខាងលើយើងឡើងទៅខាងលើដើម្បីអុជធូបបន្ទាប់ពីការអុជធូបហើយយើងក៏ចាប់ផ្ដើមថតរូបលេងបន្ទាប់មកទេសភាពនៅខាងលើស្អាតមែនទែនពេលដែលអាប់បក់មកត្រូវតមកទៀតខ្ញុំក៏បានចុះមកវិញដើម្បីធ្វើដំណើរទៅមុខទៀតទេសភាពនៅតែស្អាតតាមផ្លូវទៅវិញមើលឃើញភ្នំស្អាតដូចតែពេលមកដែរនឹងឯងខ្ញុំបានដេកតាមផ្លូវបន្ទាប់ពីងើបមកដល់ភ្នំពេញវិញតែម្ដងហើយពួកយើងបានចូលផ្សារមីក្រូដើម្បីទិញរបស់ញ៉ាំតពីការធ្វើដំណើរយូរមកក៏មកដល់ស្រុកពេញជ្រាចវិញហើយក៏បានបំបីគ្នាទៅផ្ទះរៀង